រឿងយើងក៏បន្តមកទៀតមកយើងក៏បានឃើញជាងយូបាននិយាយថាអាយ៉ាបច្ចុប្បន្នទ្រឹងខ្លាំងមែនតើប្រតិចាមិនដឹងពីអាចកំបាំងរបស់គាត់ចឹងណាពេលហ្នឹងប្រតិចាបាននិយាយទៅជាងយូយើងថាជាងយូកំពីក្បាច់គុនទាំង8ក្បាលនេះឯងអាចរើសមួយយកទៅវឹកហាត់បានក៏ប៉ុន្តែជាងយូបាននិយាយបដិសេធថាខ្ញុំមិនចង់បានតែមួយទេគឺខ្ញុំចង់បានទាំង8ក្បាលហ្នឹងយកទៅវឹកហាត់តែម្ដងក៏ប៉ុន្តែប្រតិចាបាននិយាយថាក្មេងនឹងសូមអ្នកជប់គិតវាទៀតទៅអ្នកចង់រៀនបច្ចេកទេសមួយនេះទាំង8ក្បាលចូលគ្នាវាមិនកើតទេអ្នកត្រឹមតែនៅកម្រិតមួយនេះតែប៉ុណ្ណោះគឺខ្ទាបខ្លាំងមែនតើសូម្បីតែអ្នកនៅកម្រិតអមតៈក៏ពិបាករៀនបច្ចេកទេសទាំង8មុខនេះដែរតើឯងមានសមត្ថភាពអ្វីទៅដែលអាចរៀនបច្ចេកទេសមួយនេះទាំង8នោះបើសិនជាឯងរៀនភ្លាមៗនោះរាងកាយរបស់ឯងនឹងផ្ទុះខ្ទេចខ្ទីជាមិនខានហើយក៏ប៉ុន្តែជាងយូនៅតែជំនះចង់រៀនបច្ចេកទេសទាំងអស់នេះតែម្ដងគាត់ក៏បានគិតផងដែរថាប្រសិនបើខ្ញុំរៀនបច្ចេកទេសមួយនេះចេះទាំងអស់នោះពួកនៅដែនដីបរិសុទ្ធមួយនឹងគ្រាន់តែជាកំទេចកំទីក្នុងកែវភ្នែកខ្ញុំតែប៉ុណ្ណោះពេលហ្នឹងព្រឹទ្ធាចារ្យមួយនឹងបានតបថាយុវជនបើសិនជាឯងរកសេចក្តីស្លាប់ទៅហើយចឹងឯងឆាប់មកចិត្តយើងមកយើងនឹងផ្ដល់ចំណេះវិជ្ជានេះឲ្យទៅឯងភ្លាមនឹងព្រឹទ្ធាចារ្យមួយនឹងក៏បានប្រើអ្វីទេបានចាប់ចងជាងយូរបស់យើងគាត់ក៏បាននិយាយថាប្រសិនបើជាឯងចង់រៀនបច្ចេកទេសមួយនេះទាំង8នោះឯងត្រូវតែយកឈ្នះការសាកល្បងរបស់ខ្ញុំនៅមួយនេះសិនប្រសិនបើជាឯងអាចរំដោះខ្លួនចេញពីអាវមួយនេះបាននោះខ្ញុំនឹងពង្រៀនបច្ចេកទេសទាំងអស់ដែលខ្ញុំចេះនៅក្នុងខ្លួនឲ្យឯងទៅទាំងអស់តែម្ដងជាងយូក៏មិនចាល់ដែរក៏បាននិយាយថាយល់ព្រមនៅពេលនោះផងដែរអាវមួយនឹងវាក៏បានវាប្រហារជាងយូយើងផងដែរដែលធ្វើឲ្យប្រព័ន្ធពេលហ្នឹងបានបោកបន្ទុកបទពិសោធន៍ជាងយូយើងជាច្រើនជាងយូយើងឈឺចាប់មកស្ទើរទេពេលហ្នឹងជាងយូយើងក៏អាចរំដោះខ្លួនចេញពីអាវនឹងបានផងដែរក៏ប៉ុន្តែគាត់មានរបួសជាខ្លាំងនៅពេលហ្នឹងផងដែរជាងយូបានរំដោះខ្លួនចេញពីអាការសាកល្បងមួយហ្នឹងហើយគាត់ក៏បាននិយាយក្នុងចិត្តផងដែរថាព្រឹត្តិការណ៍មួយនេះមកសាកល្បងវិធីសាស្ត្រអ្វីហេតុអ្វីបានជាចម្លែកអ្វីម្ល៉េះធ្វើឲ្យខ្ញុំប៊ីសនឹងងាប់បាត់បង់ជីវិតទៅហើយពេលហ្នឹងព្រឹត្តិចាស់ក៏បានភ្ញាក់ផ្អើលផងដែរព្រោះថាចាងយូយើងបានរំដោះខ្លួនចេញពីការសាកល្បងមួយនេះបានដោយជោគជ័យភ្លាមនោះអារូបចម្លាក់អណ្ដាតខ្មៅនោះវាក៏បានបញ្ជូនជាងយូយើងទៅកន្លែងមួយហើយជាងយូបាននិយាយថាតើទីនេះគឺជាកន្លែងណាពេលហ្នឹងព្រឹត្តិចាស់បានលេចឡើងមកដល់និយាយថាអ្នកមិនបាច់ភ័យទេខ្ញុំមិនធ្វើអីអ្នកទេនេះគ្រាន់តែជាភពដែលខ្ញុំបានបង្កើតឡើងតែប៉ុណ្ណោះព្រឹត្តិចាស់ក៏បាននិយាយបន្តទៀតដោយនឹកស្មានម្ដងមរតកអមតៈរបស់ខ្ញុំបានធ្លាក់ទៅលើដៃអ្នកគ្រាន់តែអ្នកនៅកម្រិតអាណាចក្រទាំង5តែប៉ុណ្ណោះវាហាក់ដូចជាអ្នកពិសេសខ្លាំងមែនតើពេលហ្នឹងជាងយូក៏បានលើកដៃគោរពព្រឹត្តិចាស់មួយហ្នឹងដោយសួរគាត់ថាតើអ្នកគឺជានរណាព្រឹត្តិចាស់មួយហ្នឹងក៏មិនថាអីដែរក៏បានណែនាំខ្លួនចឹងទៅដោយក៏មានឈ្មោះថាលិនធានគឺជាកូនចៅនៃចំនួនទី6នៃនិកាយសៀនវូដូច្នេះអ្នកគួរតែហៅខ្ញុំថាបុព្វបុរសពេលហ្នឹងជាងវូក៏បានសួររឿងមួយទៅព្រឹទ្ធាចារ្យហ្នឹងផងដែរដោយក៏បានសួរថាខ្ញុំមិនយល់ទេព្រឹទ្ធាចារ្យជាមួយនឹងសមិទ្ធផលរបស់អ្នកហេតុអ្វីបានអ្នកសុខចិត្តធ្វើជាឆ្កែបម្រើនៃទឹកដីបរិសុទ្ធលៀនសៀវទៅវិញមួយទៀតកម្លាំងរបស់អ្នកពិតជាខ្លាំងមែនតើអាចប្រៀបស្មើនឹងទឹកដីបរិសុទ្ធទាំង4ឯណោះពេលហ្នឹងព្រឹទ្ធាចារ្យក៏បាននិយាយថាហើយតើខ្ញុំអាចប្រជែងនឹងពួកអាទឹកដីដែនបរិសុទ្ធទាំង4នឹងបានយ៉ាងដូចម្ដេចទៅបាទនៅពេលនេះខ្ញុំគ្រាន់តែជាប្រលឹងដែលនៅសេសសល់តែប៉ុណ្ណោះហើយគាត់ក៏បាននិយាយបន្តទៀតកាលពី200ឆ្នាំមុនខ្ញុំហ៊ាននឹងទម្លុះដល់អាណាចក្រអេសីដល់អាណាចក្រអេសីមិនដឹងខ្ញុំអត់ដឹងទេអ្នកគ្នាអើយដោយសារតែខ្ញុំបកប្រែតាម translate ចឹងណាព្រោះវាបកមិនខ្ញុំនិយាយចឹងហើយក៏ប៉ុន្តែនៅពេលនោះខ្ញុំនៅទន់ខ្សោយបំផុតខ្ញុំត្រូវបានគេវាយដោយពួកដែនដីបរិសុទ្ធទាំង4នោះនៅទីបំផុតខ្ញុំក៏បានស្លាប់ក៏ប៉ុន្តែប្រឹងឡើងរបស់ខ្ញុំក៏បាននៅសេសសល់ផងដែរហើយនៅពេលដែលខ្ញុំបានស្លាប់នោះនិកាយសៀនវូរបស់ខ្ញុំក៏បានធ្លាក់ចុះតែម្ដងធ្វើឲ្យពួកដែនដីបរិសុទ្ធទាំង4នោះបានគៀបសង្កត់និកាយសៀនវូយើងយ៉ាងឃោរឃៅហើយមួយទៀតប្រសិនបើពួកអាដែនដីបរិសុទ្ធមួយនឹងវាចង់បានបច្ចេកទេសអណ្ដើកខ្មៅមួយនេះនោះខ្ញុំខ្លាចថានិកាយសៀនវូរបស់យើងនេះនឹងបាត់បង់ជាយូរលង់ណាស់មកហើយអាបច្ចេកទេសអណ្ដើកខ្មៅហ្នឹងគឺជាបច្ចេកទេសក្នុងចំណោម8បច្ចេកទេសដែលជាងយូយើងចង់រៀនហ្នឹងអ្នកគ្នាបច្ចេកទេសមួយហ្នឹងវាខ្លាំងជាងគេចឹងណាព្រោះវានៅកម្ពុជាដែលជាងយូយើងចង់លោតទៅយកវាប៉ុន្តែវាត្រូវបានវាប្រហារឡើងវិញនោះហ៎ពេលហ្នឹងជាងយូយើងក៏បានគិតក្នុងចិត្តថាខ្ញុំមិននឹកស្មានថានិកាយហុងវូមួយនេះវាមានអាចកំបាំងដ៏ធំធេងបែបនេះទេនៅពេលហ្នឹងផងដែរព្រឹទ្ធាចារ្យក៏បាននិយាយទៅជាងយូយើងថាអ្នកគឺជាសិស្សនៃនិកាយសៀនវូរបស់យើងអ្នកស័ក្តិសមនឹងទទួលបានបច្ចេកទេសអណ្ដើកខ្មៅនេះហើយខ្ញុំសង្ឃឹម
ថាអ្នកនឹងអាចដឹកនាំនីការបស់យើងឲ្យរីកចម្រើនរុងរឿងនៅថ្ងៃណាមួយផងដែរជាងយូក៏ទទួលយកសំណើមួយនេះផងដែរពេលហ្នឹងព្រឹទ្ធាចារ្យក៏មិននិយាយអ្វីច្រើនដែរក៏ថាតោះចាប់ផ្ដើមរៀនតែម្ដងទៅអ្នកគួរតែស្ដាប់ដោយយកចិត្តទុកដាក់ផងទៅដោយគម្ពីរអណ្ដើកខ្មោចមួយនេះមិនមែនជាសិល្បៈក្បាច់គុនទេវាគឺជាវិធីសាស្ត្រពិសេសក្នុងការបន្សុទ្ធរាងកាយវាត្រូវបានបែងចែកជា10ផ្នែកហើយមុនពេលដែលខ្ញុំស្លាប់ទៅខ្ញុំនឹងរៀនអ្នកតែ7ផ្នែកតែប៉ុណ្ណោះ8ផ្នែកតែប៉ុណ្ណោះហើយសល់ប្រមាណទៀតខ្ញុំនឹងឲ្យអ្នកស្រាវជ្រាវដោយខ្លួនឯងខ្ញុំសង្ឃឹមថានៅថ្ងៃអនាគតនោះអ្នកនឹងអាចស្រាវជ្រាវលើសពីខ្ញុំបានជាងយូរបានបច្ចេកទេសមួយនេះហើយក៏មានអារម្មណ៍ថាស្រួលខ្លួនជាខ្លាំងផងដែរហើយនៅពេលហ្នឹងព្រឹទ្ធាចារ្យក៏បានសរសើរជាងយូយើងជាច្រើនជាងយូពិតជាមានទេពកោសល្យខ្លាំងមែនទែនហើយគាត់ក៏បានបបួលជាងយូមកសាកល្បងក្បាច់គុនជាមួយនឹងគ្នាជាងយូក៏មិនថាយដែរក៏បានយល់ព្រមផងដែរពេលហ្នឹងព្រឹទ្ធាចារ្យក៏បានស្ទុះមកជាងយូក៏បាននិយាយថាព្រឹទ្ធាចារ្យសូមអ្នកប្រយ័ត្នផងណាក៏បានវាយគ្នាច្រឡំជាងយូក៏បានវាយចំព្រឹទ្ធាចារ្យនឹងមួយដៃផងដែរមួយដៃនឹងក៏ធ្វើឲ្យព្រឹទ្ធាចារ្យក្អួតឈាមមកតែម្ដងជាងយូក៏បានបារម្ភពីព្រឹទ្ធាចារ្យមួយហ្នឹងណាព្រឹទ្ធាចារ្យក៏បាននិយាយថាឯងមិនបាច់បារម្ភទេខ្ញុំគ្រាន់តែជាព្រលឹងដែលនៅសេសសល់បន្តិចបន្តួចតែប៉ុណ្ណោះហើយនៅពេលនេះដែនកំណត់នៃព្រលឹងរបស់ខ្ញុំក៏បានបញ្ចប់នៅពេលនេះផងដែរហើយមុននឹងខ្ញុំរលាយព្រលឹងបាត់ចេញពីពិភពលោកនេះទៅខ្ញុំសូមស្គាល់ឈ្មោះកូនសិស្សឯងជាមុនសិនជាងយូក៏បានប្រាប់ថាខ្ញុំឈ្មោះជាងយូដោយព្រឹទ្ធាចារ្យម្នាក់ក៏បានថាឈ្មោះល្អហើយនៅពេលនេះខ្ញុំពិតជារើសសិស្សមិនខុសមែនចាប់ពីពេលនេះតអ្នកនឹងក្លាយជាចំនួនទី7នៃនិកាយសៀនវូប្រជាជននៅច្រកសៀនវូនឹងគោរពតាមបញ្ជារបស់ឯងទាំងអស់ហើយខ្ញុំក៏សូមលាឯងតែប៉ុណ្្នឹងផងដែរបន្ទាប់ពីចប់រឿងទាំងអស់ហើយពេលហ្នឹងជាងយូក៏បានចេញមកដល់ខាងក្រៅវិញផងដែរចេញមកដល់ប្រព័ន្ធក៏បានបូកបន្ទុកបទពិសោធន៍ឲ្យជាងយូយើងជាច្រើនរហូតដល់1លានបទពិសោធន៍ឯណោះហើយបទពិសោធន៍មួយហ្នឹងបន្ទាប់ពីជាងយូយើងបានសម្លាប់ព្រឹទ្ធាចារ្យមួយនោះផងដែរបានបញ្ចប់ជីវិតចុងក្រោយចឹងទៅណាជាងយូក៏បានឆ្ងល់ពីរឿងនេះក៏បានស្រែកហៅប្រព័ន្ធមកតែម្ដងដោយនិយាយទាំងច្រឡោថាខ្ញុំគ្រាន់តែស្រឡាប់បិសាចតែប៉ុណ្ណោះក៏អាចយកបន្ទុកមកបានដែរហេតុអ្វីបានជាឯងក៏ហក់ខ្ញុំឲ្យខ្ញុំធ្វើអត្តឃាតខ្លួនឯងជាច្រើនដងម្លេះបាទនៅពេលនេះឯងមិនពន្យល់ខ្ញុំទេខ្ញុំនឹងចាប់ឯងយកទៅអាំងស្ងោរស៊ីជាមិនខានហើយពេលហ្នឹងក៏បានចាប់ប្រព័ន្ធក្លុកវាចង់បែកក្អួតអីប្រព័ន្ធហ្នឹងក៏បានយល់ព្រមផងដែរប្រាប់រឿងគ្រប់យ៉ាងទាំងអស់ប្រព័ន្ធក៏បាននិយាយថាការប៉ុណ្ណាការសម្លាប់សត្រូវនោះគឺទទួលបានបន្ទុកបទពិសោធន៍ហើយក៏ប៉ុន្តែបន្ទុកបទពិសោធន៍ហ្នឹងគឺអាស្រ័យទៅលើកម្លាំងរបស់សត្រូវផងដែរកម្រិតរបស់គេកាន់តែខ្ពស់គូប្រជែងរបស់អ្នកនឹងធ្វើឲ្យអ្នកទទួលបានបន្ទុកបទពិសោធន៍កាន់តែច្រើនលើសពីនេះទៅទៀតសិល្បៈក្បាច់គុនដែលអ្នកទទួលបាននោះក៏អាចត្រូវបានគេធ្វើឲ្យប្រសើរឡើងដោយមានបទពិសោធន៍មានមុខងារដ៏លំបាកជាច្រើនផងដែរប៉ុន្តែការស្វែងរកវាអាស្រ័យទៅលើការរុករកផ្ទាល់ខ្លួនរបស់អ្នកហើយនេះគឺជាទិន្នន័យក្បាច់គុនរបស់អ្នកដែលទទួលបាននោះពេលហ្នឹងជាងយូក៏បានសម្លឹងមើលទៅទិន្នន័យទាំងអស់នេះហើយប្រព័ន្ធវិញក៏បាននិយាយទៅជាងយូយើងថាចាផ្ទះគួរតែប្រុងប្រយ័ត្នប្រសិនបើអ្នកចង់រំលងដំណាក់កាលនិងបង្កើតអាណាចក្ររបស់អ្នកដោយការសម្លាប់សត្រូវខ្លាំងអ្នកត្រូវតែទទួលការយល់ដឹងឲ្យកាន់តែស៊ីជម្រៅចំពោះក្បាច់គុនរបស់អ្នកជាមុនសិនភ្លាមជាងយូបាននិយាយថាហែងនិយាយច្រើនមែនប្រព័ន្ធក៏បានតបវិញយ៉ាងភ័យស្លន់ស្លោថាអូមិនអីទេលោកម្ចាស់ពេលនេះការងាររបស់ខ្ញុំដូចជាអស់ហើយតែអ្នកឲ្យខ្ញុំនឹងទៅហូបបាយជាមួយប្រពន្ធខ្ញុំបានដែរឬទេចំនិយាយអាប្រព័ន្ធមួយនេះមានប្រពន្ធទៀតមិនសាមញ្ញទេជាងយូកំពុងតែសម្លឹងមើលអាផ្ទាំងមួយនឹងផងដែរគាត់ក៏បានគិតក្នុងចិត្តថាជាមួយនឹងបរិមាណនៃបទពិសោធន៍ដែលខ្ញុំមានខ្ញុំប្រហែលជាអាចបង្កើតអាណាចក្ររបស់ខ្ញុំដល់អាណាចក្រចុងក្រោយនៃអាណាចក្រក្បាច់គុនពិតឬប្រហែលជាខ្ពស់ជាងនេះទៀតផងប៉ុន្តែការបង្កើតអាណាចក្ររបស់ខ្ញុំពិតជាមិនធ្វើឲ្យខ្ញុំប្រសើរឡើងនៅកម្លាំងប្រយុទ្ធរបស់ខ្ញុំទាល់តែសោះដូច្នេះមានន័យថាទោះបីខ្ញុំឈានដល់អាណាចក្រក្បាច់គុនពិតក៏ដោយក៏ខ្ញុំប្រហែលជាមិនអាចទប់ទល់នឹងអ្នកដែលលើសកម្រិតរបស់ខ្ញុំបានទេខ្ញុំគួរតែសម្រេចចិត្តគាត់ក៏បានអាប់កម្រិតនៃសិល្បៈក្បាច់គុនរបស់គាត់មួយដល់នៅពេលហ្នឹងប្រព័ន្ធក៏បានលោតមកដល់និយាយថាកម្រិតវិធីសាស្ត្រដាំដុះរបស់អាតេរីបានកើនឡើងដោយដោះសោនៃពូជពងសង្គ្រាមបន្ទុកបទពិសោធន៍100បន្ទាប់ពីធ្វើការសម្លាប់ក្នុងសមរភូមិនីមួយហើយក៏មិនរាប់បញ្ចូលការធ្វើអត្តឃាតផងដែរកម្រិតនៃគម្ពីរអណ្ដើកខ្មៅបានកើនឡើងដោយដោះសោឋានសួគ៌និងកំណើបដៃនៅពេលប្រើកម្លាំងប្រយុទ្ធត្រូវបានកើនឡើងទ្វេដងនៅពេលហ្នឹងជាងយូក៏មានអារម្មណ៍ល្អខ្លាំងមែនទែនវាមានអារម្មណ៍ថាសូម្បីតែអ្នកប្រយុទ្ធដ៏ខ្លាំងបំផុតនៅក្នុងពិភពគុនពិត
ក៏មិនអាចលើកដៃប្រឆាំងនឹងខ្ញុំបានដែរភ្លាមៗសាច់រឿងយើងក៏បានកាត់មកដល់កន្លែងមួយដោយទីកន្លែងហ្នឹងគឺជានិកាយអមតៈតាយីយើងក៏បានឃើញមានមនុស្សជាច្រើនកំពុងតែដេករៀលពេញដីតែម្ដងហើយក៏ឃើញអាមួយនេះបាននិយាយថាពិតជាខ្សោយខ្លាំងណាស់អាមួយហ្នឹងវាកំពុងតែជន់ព្រឹត្តិការណ៍មួយហ្នឹងកំពុងតែជន់ហើយតធាក់ទៀតផងដោយអាមួយសក់ពណ៌លឿងមួយហ្នឹងគឺជាកូនប្រុសទីមួយនៃដែនដីបរិសុទ្ធលីនសៀវហៅថាហ្វាងសៀវយូហើយអាមួយដែលអក្សរមានសក់មួយនេះគឺជាបុត្រាទី8នៃដែនដីបរិសុទ្ធលីនសៀវឈ្មោះថាឡាណាណានដោយពេលហ្នឹងតាចំណាម្នាក់នេះបាននិយាយទៅពីរនាក់នឹងថាខ្ញុំជាអមតៈខ្ញុំស្មោះស្ម័គ្រសុខចិត្តបរិច្ចាគឈាមសម្រាប់ឲ្យបុត្រាបរិសុទ្ធដើម្បីចម្រើនឆ្នាំអមតៈក៏ប៉ុន្តែបុត្រាបរិសុទ្ធមួយនេះក៏បានសម្លាប់តាមួយនឹងចោលតែម្ដងហើយក៏និយាយឌឺទៀតផងនៅពេលហ្នឹងកញ្ញាមួយនេះក៏មិនដឹងនរណាដែរក៏បានរត់មករកតាចំណាមួយហ្នឹងបែកឡានណានមួយនេះក៏បានថាកុំបង្ហូរឈាមច្រើនពេកនៅមុខមនុស្សស្រីនេះហើយពេលហ្នឹងកញ្ញាមួយហ្នឹងក៏បានងាកមកក៏បាននិយាយថាពួកអាបោកប្រាស់មិនយូរមិនឆាប់ទេពួកឯងនឹងធ្លាក់ចូលនរកជាមិនខានហើយពេលហ្នឹងអាតងមួយនេះក៏បានថាអូយខ្ញុំគឺជាអមតៈទៅហើយតើនរណាអាចធ្វើឲ្យខ្ញុំឈឺចាប់នោះហើយខ្សែរឿងរបស់យើងក៏បានបញ្ចប់តែត្រឹមនេះផងដែរហើយក៏ sorry គ្នាយើងផងចំពោះការធ្វើរឿងយឺតចឹងទៅព្រោះអីវាអត់សូវមានពេលធ្វើរឿងទេពិតជារវល់ជាខ្លាំងមែនតើអញ្ចឹងក៏មានតែប៉ុណ្្នឹងដែរខ្ញុំអស់ពេលបញ្ចូលសលេងទៅឡើយបាយបាយ